រិតព្រះបតាធិរិកបានណែនាំយើងបាននិយាយថាយើងបានសម្រេចចិត្តដកខ្លួនយ៉ាងយូរបានក៏បានធានាផងដែរថានៅទីបំផុតគាត់នឹងមិនអាចប្រៀបផ្ទឹមបានជាមួយខ្ញុំនិងប្អូនស្រីរបស់ខ្ញុំតែកាលពីយូរទៅយ៉ាងយូរបានវាដាច់ព្រះនាងជីននេះគឺដើម្បីផ្ដួលរំលំឪពុកខ្ញុំអូនសម្លាញ់ឲ្យអ្នកបានជួយសង្គ្រោះជីវិតខ្ញុំមិនមែនជាមនុស្សដែលត្រូវរញ៉េញ៉ៃជាមួយទេព្រះនាងអ៊ូស្មានវាថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ឪពុកដែលបានទទួលមរណភាពរបស់ខ្ញុំដែលកំពុងព្យាយាមខ្លាចជាអន្តរនឹងបន្ទុកនៃការលះបង់ជីវិតទាំងមូលរបស់បង្កេដើម្បីផលប្រយោជន៍សាធារណៈនិងព្រះនាងការស្អប់ស្វាមីការច្រណែននិងសេចក្តីស្រឡាញ់របស់នាងចំពោះទ្រង់និងការស្អប់ចំពោះការគោរពណាមួយចំពោះឪពុករបស់ខ្ញុំតែការចាប់ប្រកាន់បង្កាច់បំផុតរបស់អ្នកធ្វើជីវិតដើម្បីយកបានទេលីនឈីងស៊ីស្រីឈួតឲ្យឯងចង់ឲ្យយើងទាំងពីរស្លាប់មែនទេឯងព្រមទទួលយករឿងនេះហើយឬនៅសត្វត្រឆានឯងថែមទាំងសម្លាប់ពួកគេមិនទុកឲ្យកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់សោះឡើយស្ត្រីដ៏ក្លាហាននិងគួរឲ្យស្ញប់ស្ញែងម្នាក់នេះពិតជាមានភាពធន់ខ្លាំងរហូតដល់សូម្បីតែខ្ញុំក៏មិនអាចទប់ចិត្តបានដែរមិនសរសើរនាងមិនបានគ្រប់គ្រាន់ហើយយ៉ាងខេងសៃអ្នកនិយាយត្រូវអ្នកច្រណែនខ្លាំងណាស់រហូតដល់ឈួតទៅហើយឧត្តមសេនីយ៍មនុស្សគ្រប់គ្នាដឹងថាអ្នកកំពុងជួយសង្គ្រោះខ្ញុំបានតើអ្នកកំពុងនិយាយអ្វីមិនការលើកដៃសំពះហើយហេតុអ្វីឯងមិនទាន់ត្រឡប់មកវិញការសម្អាតភាពរញ៉េញ៉ៃគឺជាមធ្យោបាយរបស់អ្នកក្នុងការព្យាយាមផ្ដល់ឲ្យខ្ញុំនិងឪពុករបស់អ្នកនៅកេរ្តិ៍ឈ្មោះជាកូនស្រីរបស់អ្នកប្រាជ្ញដ៏មានគុណសម្បត្តិតើវាដោយសារតែខ្ញុំគ្មានសមត្ថភាពមែនទេទើបខ្ញុំរស់នៅរាប់មិនអស់ឆ្នាំគួរឲ្យភ្ញាក់ផ្អើលណាស់ក្រុងរឿងបានរអាក់រអួលហើយទាំងគ្រួសារនិងស្នេហាក៏មិនបានបាត់បង់ដែរស្រីឆ្នះឲ្យចូលចេញទៅស្លាប់ហើយហាហាហាមីតស៊ូអូកាអ្នកមិនស័ក្តិសមនឹងរស់នៅទេតើឧត្តមសេនីយ៍អាចស្លាប់ដោយរបៀបណាដើម្បីព្យាយាមជួយសង្គ្រោះមនុស្សដូចអ្នកខ្ញុំមិនដឹងថាខ្ញុំមិនគួរជួយសង្គ្រោះគាត់តាំងពីដំបូងឡើយជំនួសឲ្យការដឹងគុណនាងបានធ្វើបាបកូនស្រីរបស់អ្នកសង្គ្រោះនាងយើងត្រូវតែសងសឹកកញ្ញាវ៉ាន់គាត់មិនបានជួយសង្គ្រោះសិស្សរបស់អធិរាជដ៏អស្ចារ្យរបស់ខ្ញុំតតែសោះគាត់មកពីគ្រួសារយូអ្នកនៅតែមិនមានបំណងនិយាយការពិតទេបងស្រីតើអ្នកពិតជាមិនដឹងថាគាត់ស្លាប់ឬរត់គេចខ្លួនមែនទេអ្នកត្រូវបានគេចាប់ពង្រត់ហើយនោះហើយអ្នកមិនខូចចិត្តតតែសោះមែនទេខ្ញុំបានឃើញសម្បត្តិសម្ងាត់ដែលប្អូនស្រីរបស់ខ្ញុំទុកឲ្យខ្ញុំនាងកំពុងអ្នករហូតដល់ស្លាប់អាមរបស់ខ្ញុំដែលនិយាយមិនសមហេតុផលការឈឺចាប់ក្នុងជីវិតគឺគ្មានអ្វីអាចប្រៀបធៀបទៅនឹងការឈឺចាប់ក្នុងចិត្តរបស់មនុស្សម្នាក់បានទេម្ដាយរបស់ខ្ញុំពិតជារំភើបណាស់គាត់តើអ្វីមិនអនុញ្ញាតឲ្យខ្ញុំក្រោយពីនិយាយរួចហើយប្រហែលជាពួកគេដឹងរួចហើយថាមុនពេលខ្ញុំទទួលបានការចងចាំឡើងវិញក្នុងនាមជាព្រះខ្ញុំស្រឡាញ់ជីវិតម្ដាយរបស់ខ្ញុំមានភាពលំអៀងហើយចង់ខូចខើឬវាខ្ញុំក៏ដោយខ្ញុំបានរកឃើញហេតុផលនិងលេសគ្រប់បែបយ៉ាងសម្រាប់ពួកគេប៉ុន្តែឥឡូវនេះអ្វីដែលខ្ញុំយល់សាច់ញាតិចំណងឈាមនិងសេចក្តីស្រឡាញ់សុទ្ធតែជារឿងកំ pl ែងពេលខ្ញុំនៅអ្នកគ្រាន់តែនិយាយមិនសមហេតុសមផលទេខ្ញុំគ្រាន់តែអង្វរអ្នកកុំបញ្ឈប់ខ្ញុំពីការបង្ក្រាបវិញ្ញាណអាក្រក់និងផ្ដល់ឲ្យមនុស្សស្លូតត្រង់នៅវាកំពុងមកដល់ក្បាលរបស់អ្នកនៅតែស្ថិតនៅក្នុងមាត់របស់អ្នកតើអ្នកមានសមត្ថភាពអ្វីដើម្បីបង្ក្រាបវិញ្ញាណអាក្រក់កាលពីលើកមុនប្អូនស្រីរបស់អ្នកក៏បានអួតថានាងនឹងអធិស្ឋានសុំពរជ័យដើម្បីបង្ក្រាបបានរត់គេចខ្លួននៅថ្ងៃនោះឯងបន្ទាប់ពីវាត្រូវបានបង្ក្រាបទៅវានៅតែល្អជាងក្នុងការញ៉ាំសាច់ស្រស់និងឈាមមុនពេលអ្នកអាចក្រោកឈរឡើងហើយចាប់យកវាបានហើយឥឡូវនេះអ្នកចង់ធ្វើឈុតឆាកបែបនេះដែរទេកំ pl ែងប្អូនស្រីខ្ញុំមិនបាននាងទើបតែបាននិយាយកាលពីមួយថ្ងៃមុននេះថានាងមានអាថ៌កំបាំងមួយអំពីយូកាដើម្បីបង្ហាញនៅឯសន្និសីទជិហ្វនៅថ្ងៃបន្ទាប់ចៅយីនបានបាត់ខ្លួនវាពិតជាចៃដន្យណាស់ដែលមនុស្សគ្រប់គ្នានិយាយថានាងបានរត់គេចខ្លួនសូម្បីតែស្វាមីរបស់នាងគឺលោកលិនក៏យូក៏មិនជឿថាយវ៉ាន់បានខ្លាចជារបស់ខ្ញុំដែលបានជួយសង្គ្រោះមនុស្សគ្រប់គ្នាចុះបងស្រីរបស់ខ្ញុំចៅយីនវិញមនុស្សម្នាបានមើលងាយនាងដែលត្រូវបានដកហូតងារជាព្រះនាងយ៉ាន់បៃយូបានខ្លាចជាមនុស្សស្មោះត្រង់របស់យវ៉ាន់